នៅពេលដែលយើងយកផ្លែដូងមកបកសម្បកចេញឬក៏គេអាចហៅតាមពាក្យសាមញ្ញថាស្រកីដូងនោះយើងនឹងឃើញចំណែកមួយនៅស្នូលកណ្ដាលមានភាពប្រឹងដែលគេហៅថាលលាដូងឬត្រឡោកដូងត្រឡោកដូងនេះមានពណ៌ប្រែប្រួលទៅតាមអាយុកាលរបស់វានៅពេលវាខ្ចីវាមានពណ៌ពងមាន់ហើយទន់នៅពេលវាចាស់វាឡើងពណ៌ក្រមៅនិងរឹងទៀតផងតាំងពីយូរណាស់មកហើយដូនតាខ្មែរយើងបានយកត្រឡោកមកកែច្នៃធ្វើជាវត្ថុប្រើប្រាស់បានច្រើនមុខដូចជាធ្វើជាវែកត្រឡោកសម្រាប់ដាក់ទឹកទទួលទានឧបករណ៍តន្ត្រីនិងរឹតតែពិសេសជាងនោះទៅទៀតគេអាចយកត្រឡោកមកធ្វើជាឧបករណ៍រាំរបាំបានទៀតផងជំរាបសួរទស្សនិកជនជាទីមេត្រីប្រសិនបើយើងនិយាយពីរបាំត្រឡោកនឹងធ្វើឲ្យយើងនឹកឃើញទៅដល់ខេត្តស្វាយរៀងនៅពេលបន្តិចទៀតនេះយើងខ្ញុំសូមអញ្ជើញទស្សនិកជនទៅទស្សនាពីរបាំត្រឡោកប្រចាំខេត្តស្វាយរៀងខេត្តស្វាយរៀងជាខេត្តមួយមានព្រំប្រទល់ខាងលិចទល់នឹងខេត្តព្រៃវែងខាងជើងទល់នឹងខេត្តកំពង់ចាមខាងត្បូងនិងខាងកើតទល់នឹងប្រទេសវៀតណាមប្រពៃណីទំនៀមទម្លាប់ទស្សនីយភាពសិល្បៈដ៏អស្ចារ្យរបស់ខ្មែរមួយចំនួនបានចាប់បដិសន្ធិឡើងនៅក្នុងខេត្តនេះរបាំគោះត្រឡោករបស់ខេត្តស្វាយរៀងនេះគឺវាខុសអំពីរបាំគោះត្រឡោកដែលនាយកដ្ឋានរបស់យើងគឺបាននាយកដ្ឋានសិល្បៈបានបង្កើតពីមុនមកហើយគឺខុសគ្នាត្រង់ថាទី1ការរាំក្បាច់រាំគឺរបាំគោះត្រឡោកខេត្តស្វាយរៀងហ្នឹងគឺប្រើក្បាច់គោះលម្អិតល្អិតជាងគឺមានគោះពីក្រោយកមានគោះពីក្រោមក្លៀកមានគោះពីក្រោយខ្នងមានគោះពីលើក្បាលមានគោះត្រឹមទ្រូងគឺច្រើនហើយមានការរាំប្របាក់ជាងការប្របាក់ជាងរបាំគោះត្រឡោករបស់នាយកដ្ឋានសិល្បៈដែលបានបង្កើតតាំងពីមុនមកត្រឡោករបស់ខេត្តស្វាយរៀងគេហៅថាត្រឡោកញ៉ៃញងត្រឡោករបស់នាយកដ្ឋានយើងដែលលេងសប្តាហ៍ថ្ងៃនេះគឺត្រឡោកធម្មតាត្រឡោកញ៉ៃញងគឺជាត្រឡោកដែលមានខ្សែចងទៅចុងឆ្លងតាមការស្រាវជ្រាវរបាំត្រឡោកបានចាប់បដិសន្ធិនៅភូមិជប់ឃុំកណ្ដៀងរាយស្រុកស្វាយទាបខេត្តស្វាយរៀងដែលមានលោកគ្រូស្វាយភោគនិងលោកគ្រូម៉ាន់ស៊ុំជាអ្នកបង្កើតរបាំគោះត្រឡោកនៅវងអាប៉ែនាឆ្នាំ1920បច្ចុប្បន្នរបាំគោះត្រឡោកបានក្លាយជារបាំប្រជាប្រិយដែលក្រុមសិល្បករនិយមរាំលេងនៅទូទាំងប្រទេសដោយមានការច្នៃប្រឌិតប្លែកៗពីគ្នាដូចជាការតុបតែងសម្លៀកបំពាក់និងក្បាច់រាំជាដើមមុននឹងរងឡើងរំរបាំត្រឡោកមានលក្ខខណ្ឌទី1យើងហាត់ซ้อมឲ្យវាត្រូវសង្វាក់គ្នាកាឡានីមួយៗឲ្យវាត្រូវគ្នាទើបអាចរំបានអ្នកចេះបានអាចរំបានបាក់ខ្លះដែរមុននឹងឡើងរំបាក់ព្រោះក្បាច់ខុសពីក្បាច់របស់លោកគ្រូនៅក្នុងឋានក្បាច់ពួកខ្ញុំវាមានក្បាច់ឆ្វេងនេះក្បាច់ឆ្វេងស្ដាំចំហៀងអានឹងក្បាច់គេថាក្បាច់ចំហៀងក្បាច់ក្រោយទៅខុសពីនាយកដ្ឋានដូច្នេះវាមានក្បាច់លំបាកច្រើនចារបាំនេះខ្ញុំបានរាំដំបូងគឺនៅខេត្តសៀមរាបនៅមុខកវត្តតបមកគឺរាំនៅក្នុងខេត្តស្វាយរៀងនេះតែម្ដងពេលចូលឆ្នាំបុណ្យទានអីពេលនេះជាតិអីគឺរាំរហូតរបាំត្រឡោកត្រូវសម្ដែងដោយមានភ្លេងកំដរពេលខ្លះគេលេងជាមួយក្រុមឆៃយ៉ាំក៏បានតាមសម្ដីចាស់ៗនៅខេត្តស្វាយរៀងរបាំត្រឡោកគេអាចសម្ដែងតែម្នាក់ឯងសម្រាប់ការកំសាន្តក្រោយពេលច្រូតកាត់និងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីដើម្បីឲ្យបានសប្បាយគេអាចបញ្ចូលអ្នកកំប្លែងកាន់ក្រាបផងដែរជានេះគេថាទូធ្លុកបាទធ្លុកកំប្លែងបាទគេថាសេមលឺអានេះរបាំត្រឡោកការពិតអត់មានទេអាហ្នឹងតែលេងកោទៅវាមានសេមឲ្យគេថាវារីកចម្រើនឡើងឲ្យវារីកឡើងឲ្យវា
មានការសប្បាយ ប្រាជ្ញាស្មារតីប្រពៃណីនិងភាពឧស្សាហ៍ព្យាយាមទាំងអស់នេះហើយបានជាពីមួយចំនួនទៅមួយចំនួនខ្មែរតែងតែខិតខំស្រាវជ្រាវនិងចងក្រងស្នាដៃប្លែកៗទុកជាកេរមរតកសម្រាប់មនុស្សជំនាន់ក្រោយបច្ចុប្បន្នដល់វេនរបស់យុវជនជំនាន់ថ្មីដែលយើងម្នាក់ៗខិតខំកសាងកេរ្តិ៍ឈ្មោះទុកក្នុងប្រវត្តិសាស្ត្រខ្មែរឲ្យបានយូរអង្វែងតរៀងទៅកម្មវិធីនេះឧបត្ថម្ភដោយ UNICEF